ធ្លាក់សក៏ដុំស្អិតដូចបាយម៉ានដូចម្សៅឆាត្រូវទឹកធ្លាក់មកតិចជាប់តាមខោលីអូក្នុងករណីធ្លាក់មកបែបនេះបងប្អូនអាចសង្កេតមើលបានទៅលើខោក្នុងរបស់បងប្អូនគឺវាចាប់ផ្ដើមមានការពុកផុយហើយពេលខ្លះទៀតវាមិនមានការធ្លាក់មកទេតែវាបែរជាមានការកក់ក្ដាំងនៅផ្នែកខាងក្នុងនៃទ្វារមាសរបស់បងប្អូនវាអាចមានលីឡំជាមួយនឹងក្លិនមិនល្អដូចជាក្លិនជូរក្លិនស្អុយក្លិនឆ្អាបជាដើមហើយក្រៅពីបញ្ហានេះវាអាចមានការរមាស់ក្តៅកាហាយស្ងួតក្នុងករណីបងប្អូនមានដៃគូនឹងពិបាកនៅក្នុងការរស់នៅមួយដៃគូដោយសារតែមានការឈឺចុកចាប់ក្តៅកាហាយផ្សាបាត់បង់ចំណងអារម្មណ៍បងប្អូនស្ត្រីតែមានបញ្ហាបែបនេះបងហាញថាបងប្អូនកំពុងតែមានបញ្ហាពពុះមេរោគផ្សិតគឺវាមានផលប៉ះពាល់ច្រើនមែនទែនចំពោះចំណុចទី1គឺប៉ះពាល់ទៅលើមាត់ស្បូនរបស់ស្ត្រីគឺមាត់ស្បូនចាប់ផ្ដើមមានការរលាកចំពោះចំណុចទី2គឺទៅលើទ្វារមាសគឺចាប់ផ្ដើមធ្វើឲ្យទ្វារមាសបងប្អូនមានការក្តៅកាហាយផ្សាចាប់ផ្ដើមមានការរលាកហើយវាអាចមានការហើមឬមួយក៏ពើងបែកចំពោះចំណុចទី3គឺវាអាចប៉ះពាល់ទៅលើរដូវវាធ្វើឲ្យបងប្អូនស្ត្រីមានបញ្ហារដូវមកអត់ទៀងមកអត់អស់ឬមួយក៏មកតិចខុសធម្មតាករណីបងប្អូនចង់បានកូនពិបាកនៅក្នុងការមានកូនផងដែរតើបងប្អូនស្ត្រីណាខ្លះកំពុងតែមានបញ្ហាបែបនេះហើយកំពុងតែស្វែងរកដំណោះស្រាយបើសិនបងប្អូនកំពុងតែកើតមានបញ្ហាផ្សិតចង់ដោះស្រាយបងប្អូនអាចទាក់ទងតាម Telegram របស់នាងខ្ញុំផ្ទាល់ក៏បានឬមួយក៏ឆាតចូលក្នុង Page ដើម្បីប្រឹក្សាយោបល់ពីបញ្ហានេះ